ប្រិមត្តទស្សនិកជនជាទីមេត្រីនៅពេលនេះនាងខ្ញុំសូមជម្រាបជូនអំពីសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាស្តីពីអត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀលប្រចាំថ្ងៃទី26ខែឧសភាឆ្នាំ2026អត្រាផ្លូវការ4029រៀលក្នុង$1អាមេរិក$1អូស្ត្រាលីទិញចូល2885រៀលលក់ចេញ2914រៀល$1កាណាដាទិញចូល2916រៀលលក់ចេញ2945រៀល1ហ្វ្រង់ស្វីសទិញចូល5153រៀលលក់ចេញ5205រៀល1យ៉ន់ចិនទិញចូល594រៀលលក់ចេញ600រៀល1អឺរ៉ូទិញចូល4690រៀលលក់ចេញ4737រៀល1ផោនអង់គ្លេសទិញចូល5435រៀលលក់ចេញ5489រៀល$1ហុងកុងទិញចូល514រៀលលក់ចេញ519រៀល100វ៉ុនកូរ៉េទិញចូល266រៀលលក់ចេញ268រៀល1000ដុងវៀតណាមទិញចូល153រៀលលក់ចេញ154រៀលអត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀលប្រចាំថ្ងៃទី26ខែឧសភាឆ្នាំ2026ដែលនាងខ្ញុំបានជម្រាបជូននៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណ